វីដេអូនេះខ្លះសេទុកយូរហើយបងប្អូនអរគ្នាទៅមិនមានពេលយកមកកាត់តនិយាយទៅកាលរដូវសម្បូរតរេនបងប្អូនកាលខែ6ខ្ញុំទៅលេងនៅសំឡូតបងប្អូនអរគ្នាហើយលើកទី1របស់ខ្ញុំហើយបានទៅលេងនៅសំឡូតទិញតរេនផ្ទាល់បេះពីដើមពីចំការអញ្ចឹងបងប្អូនហើយនិយាយពីថាសាច់ល្អមែនទែនហើយរសជាតិវិញនិយាយពីថាឆ្ងាញ់មែនទែនតែម្ដងឡើងស្អិតល្មួតចាស់ចការចិត្តល្អទៀតបងប្អូនអរគ្នាយើងទិញតរេនគាត់ free ឲ្យយើងបេះសាវម៉ាវពីដើមផ្ទាល់ញ៉ាំអញ្ចឹងតែម្ដងហើយកូនខ្ញុំនេះវិញនិយាយពីថាខ្វាកមែនទែនតែម្ដងឃើញសាវម៉ាវកូនខ្ញុំទៅអីក៏គាត់ចូលចិត្តញ៉ាំដែរហើយខ្ញុំធ្វើដំណើរចេញពីខាងខ្នាច់រមាសទៅដល់សំឡូតហ្នឹង3-4 ម៉ោងដែរបងប្អូនអរគ្នាដោយសារតែទៅលើកទី1អត់សូវស្គាល់ផ្លូវបងប្អូនហើយជិះរៀងយឺតដែរអញ្ចឹងទៅតម្រាំទៅដល់សំឡូតហ្នឹងប្រើពេល3-4 ម៉ោងដែរបងប្អូនហើយតម្រាំទៅដល់កន្លែងទីតាំងដែលយើងត្រូវចូលទិញនិយាយទៅអ៊ីនៅហ្នឹងគាត់ដាំតរេននៅក្រោយផ្ទះគាត់ហ្មងបងប្អូនចាហើយអ្នកនៅហ្នឹងមិនដឹងថាគាត់ធុញតរេនប៉ុណ្ណាទេបងប្អូនហើយព្រោះអីយើងជិះកាត់តាមផ្លូវមុខហ្នឹងគឺតរេនដាក់លក់ពេញផ្ទះតែម្ដងហើយទៅប៉ះខែ6ហ្នឹងគឺខែដែលខាងនៅសំឡូតហ្នឹងគាត់ប្រមូលផលតរេនដែរបងប្អូនហើយថ្ងៃហ្នឹងឡានមក2ឡានដែរគ្នាជិត20-30នាក់បងប្អូនអរគ្នាតែពេលយើងមកដល់ហ្នឹងគឺយើងរៀបចំញ៉ាំបាយញ៉ាំអីឲ្យឆ្អែតសិនបានយើងដើរទៅមើលចកាតរេនហើយលើកទី1របស់ខ្ញុំបងប្អូននិយាយពីថាសប្បាយផ្លែកភ្នែកមែនទែនតែម្ដងឃើញផ្លែតរេនផ្លែច្រើនណាបងប្អូនចាហើយផ្លែពេញដើមហើយអ៊ីម្ចាស់ចកាគាត់ថាតរេនដែលថារៀងចាស់ដើមគឺផ្លែកាន់តែឆ្ងាញ់បងប្អូនចាបើថាតរេនដែលថាដើមផ្លែថ្មីអត់សូវឆ្ងាញ់ទេហើយតរេនគាត់គឺជាការធំមែនទែនមានទាំងសាវម៉ាវមង្ឃុតហើយមានប៊ឺមានអីហ្នឹងគឺដាំបានគ្រប់មុខសិតតែផ្លែឈើថ្លៃហើយបើថាយើងឃើញដើមទូចអញ្ចឹងគឺដើមថ្មីហើយបងប្អូនចាបើដើមធំគឺដើមចាស់ហើយបើដើមទូចអញ្ចឹងគឺផ្លែច្រើនណាបងប្អូនអានេះងងពេញតែដើមអញ្ចឹងតែម្នាក់អត់សូវហ៊ានទៅខាងក្រោមដើមដែរបងប្អូនខ្លាចអាផ្លែទុំធ្លាក់ត្រូវហើយកូនខ្ញុំឃើញផ្លែតរេនចឹងគាត់ខ្វាកបងប្អូនអរគ្នាគាត់អត់ដែលឃើញហើយនេះគាត់បេះនៅកន្លែងចកាថ្មីបងប្អូននិយាយថាផ្លែប៉ុណ្ណានៃខ្លះជិត10គីឡូក៏មានដែរបងប្អូនអរគ្នាអ្នកឲ្យតែឃើញតរេនបងប្អូនហើយដូចខ្វាកដល់ហើយទិញម្នាក់សិតតែ20-30គីឡូទៅវិញមានណារោតែកន្លែងដាក់តរេនអត់បានសូម្បីតែមនុស្សជិះហ្នឹងក៏ជាអៀតគ្នាទៅវិញដែរពួកអីញ៉ាំឆ្អែតនៅចកាហើយញ៉ាំបាយញ៉ាំអីទៀតបងប្អូនតានិយាយទៅពេលមករៀងធូរណាទៅវិញនិយាយពីថាចៀតហើយយើងដាក់តរេនទៅទៀតហើយពូម្ចាស់ចកាគាត់ចិត្តល្អពេលដែលយើងមកមើលគាត់បេះហ្នឹងគាត់ពុះឲ្យយើងភ្លក់មួយបងប្អូនចាឲ្យកូនខ្ញុំហ្នឹងអង្គុយទៅរៀបគ្នាពេញនឹងឯងដើម្បីភ្លក់តរេនរបស់ពូហើយតរេនហ្នឹងគឺសាច់ស្អិតល្មួតឆ្ងាញ់មែនទែនតែម្ដងបងប្អូនអរគ្នាហើយពូគាត់ថាឆ្នាំហ្នឹងគឺត្រូវប៉ាន់មែនទែនដោយសារតានៅខាងចិនគេមកទិញដល់ចកាតែម្ដងហើយបើយើងទិញនៅចកាអញ្ចឹងគឺបានទុំឆ្ងាញ់ណាបងប្អូនចាហើយរសជាតិវិញនិយាយពីថាផ្អែមស្អិតល្មួតតែម្ដងហើយចាំមើលឆ្នាំក្រោយប្រហែលជានាំគ្នាទៅលេងនៅចកាសឡូតទៀតហើយពួកអីមកដើរលេងអញ្ចឹងសប្បាយហើយយើងបានទៅបេះដល់ចកាអញ្ចឹងគឺមានអារម្មណ៍ថាស្រស់ស្រាយមែនទែនបងប្អូនអរគ្នាបងប្អូនដែលថាអត់ទាន់បានទៅឆ្នាំក្រោយបានឃើញវីដេអូនេះហើយកុំភ្លេចទៅលេងចកាសឡូតទាំងអស់គ្នាទៅទិញផ្ទាល់ទៅមើលចកាមើលអីអញ្ចឹងទៅគឺមានអារម្មណ៍ថាស្រស់ស្រាយតែម្ដងទៅមុននឹងដល់ចកាសឡូតហ្នឹងគឺពួកខ្ញុំដើរភ្លក់គ្រប់កន្លែងអស់ហើយតែពេលមកប៉ះកន្លែងអ៊ីគឺគាត់លក់ឲ្យធូរថ្លៃហើយតរេនគាត់ឆ្ងាញ់ទេបងប្អូនអរគ្នាដូចខ្ញុំនិយាយតាំងពីដើមអញ្ចឹងគឺផ្អែមស្អិតល្មួតតែម្ដងហើយគាត់ហៅឲ្យយើងទៅមើលទៅបេះនៅចកាផ្ទាល់អញ្ចឹងណា